នៅក្នុងទីក្រុង Liverpool មានក្លឹបមួយកើតឡើងពីភាពចំនួនតែបានក្លាយជារឿងរ៉ាវនៃអំណាចនេះគឺជាការចាប់ផ្ដើមនៃ Liverpool Football Club ឆ្នាំ1892បន្ទាប់ពីក្រុម Everton ចាក់ចេញពីទីលាន Anfield ម្ចាស់ទីលាន John Holding បានសម្រេចបង្កើតក្លឹបថ្មីមួយក្លឹបនោះគឺ Liverpool FC គាត់មិនគិតថាការសម្រេចចិត្តតូចនោះនឹងបង្កើតរឿងរ៉ាវដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសក្នុងទសវត្សរ៍1960ក្លឹបបានទទួលអ្នកគ្រប់គ្រងដែលផ្លាស់ប្ដូរទិសដៅរបស់ក្លឹបទាំងស្រុងឈ្មោះរបស់គាត់គឺ Bill Shankly មនុស្សម្នាក់ដែលបាននាំក្លឹបឡើងវិញពីការទន់ខ្សោយទៅជាកម្លាំងដ៏គួរឲ្យខ្លាចនៅអឺរ៉ុប Shankly បង្កើតអត្តសញ្ញាណថ្មីឲ្យក្លឹបការលេងដើម្បីប្រជាជនការប្រយុទ្ធដោយស្មោះស្តារនិងសេចក្តីជឿថា You'll never walk alone មិនមែនគ្រាន់តែជាចម្រៀងទេវាគឺជាអត្តសញ្ញាណក្រោមការដឹកនាំរបស់គាត់ Liverpool ឈ្នះពានលើកដំបូងច្រើនក្លឹបកើតឡើងជាអំណាចថ្មីនៃអង់គ្លេសនិងស្ដាប់ឮសូរសម្លេងអ្នកគាំទ្រទាំងអស់គ្នានៅ Anfield ពីឆ្នាំ1892ដល់សម័យ Shankly Liverpool មិនមែនត្រឹមតែក្លឹបទេវាគឺវប្បធម៌វាគឺចិត្តរបស់ប្រជាជនទីក្រុងនេះគឺជាកំណើតនៃរឿងរ៉ាវមួយនិងវានឹងបន្តនៅក្នុងសម័យបន្ទាប់ Liverpool FC You'll never walk alone